បើជំរាបសួរបងប្អូនទាំងអស់គ្នាពីមុខបរមរាជវាំងបាទចាក់ទៅមុខ Walk Street បងប្អូនបាទថ្ងៃនេះខ្ញុំមកទស្សនាចាក់ទៅមុខ Walk Street ម្ដងទៀតបាទគឺចំបាទថ្ងៃ New Year Eve បងប្អូនបាទគឺជាថ្ងៃល្ងាចមុននឹងពិធីបុណ្យចូលឆ្នាំខ្មែរយើងមួយល្ងាចមុនមួយថ្ងៃមុនស្រណោសូសៀងចម្រៀងរាត្រីចូលឆ្នាំកាលនោះអូនផ្ដាំឲ្យបងទៅលេងអង្គរបាទជាមួយគ្នានឹងការមកទស្សនាទស្សនភាពនៅខាងចតុមុខ Street ដើម្បីទស្សនាបងប្អូនបាទយុវជនពិសេសបាទពួកគាត់មករាប់រយបាទមកសមពិធីព្យុហយាត្រានៅថ្ងៃនគរសង្ក្រាន្តនេះគឺយ៉ាងច្រើនកកបងប្អូននឹងឃើញទស្សនភាពបាទជាមួយគ្នានឹងការមកទស្សនាទស្សនភាពនៃក្រមយុវជនយើងសមធ្វើកម្មវិធីព្យុហយាត្រានោះខ្ញុំនឹងលើកយកពីប្រវត្តិខ្លះបាទនៃពិធីបុណ្យចូលឆ្នាំខ្មែរយើងបាទយើងមិនដឹងដើមឬគល់ចេញពីណាមកទេប៉ុន្តែដោយយោងទៅលើរឿងនិទានខ្មែរយើងបានប្រាប់ជាតម្រុយខ្លះដែលថារឿងពិធីបុណ្យចូលឆ្នាំខ្មែរយើងនឹងចេញនៅពេលណាបងប្អូនបាទហើយបើតាមអ្នកស្រាវជ្រាវជាច្រើននិយាយថាពិធីបុណ្យចូលឆ្នាំខ្មែរយើងនឹងគឺចាប់ធ្វើក្នុងអំឡុងបាទសម័យអង្គរហ្នឹងបាទហើយពិធីនេះគឺមានលក្ខណៈជាពិធីប្រមូលផលបងប្អូនបាទចូលឆ្នាំខ្មែរយើងបាទនៅពេលខ្មែរយើងសម័យដើមធ្វើស្រែបាទរួចរាល់បាទនាំយកស្រូវដាក់ជង្រុកហើយលក់ដូរអស់សពគ្រប់បាទខ្មែរយើងនឹងធ្វើពិធីសប្បាយរីករាយជប់លៀងប្រមូលផលបាទនេះគឺជាលក្ខណៈខ្លះនៃពិធីបុណ្យចូលឆ្នាំខ្មែរយើងដែលមាននៅក្នុងតម្រាប្រវត្តិសាស្ត្របងប្អូនបាទប៉ុន្តែបើយើងនិយាយពីឫសគល់នៃបុណ្យចូលឆ្នាំខ្មែរយើងគឺពិបាករកបន្តិចហើយបងប្អូនបាទយើងអត់មានឯកសារអីបង្ហាញថាបុណ្យចូលឆ្នាំហ្នឹងអ្នកបង្កើតចេញពីពេលណាមកទេបងប្អូនបាទប៉ុន្តែអ្វីដែលយើងដឹងជាclueជាតម្រុយគឺយើងពឹងទៅលើរឿងបុរាណរឿងនិទានបុរាណខ្មែរយើងបាទដូច្នេះមុននឹងដល់រឿងនិទានបាទខ្ញុំគាត់និយាយអំពីបុណ្យចូលឆ្នាំខ្មែរយើងឆ្នាំនេះគឺចាប់ដើមនៅថ្ងៃទី12រោចខែចែកបងប្អូនបាទ12រោចខែចែកគឺឆ្នាំមមីយើងចូលឆ្នាំមមីបាទគេដាក់ទាំងម៉ោងទៅគឺវេលាម៉ោង10:48នាទីព្រឹកបងប្អូនបាទទេវតាឆ្នាំថ្មីដែលយើងមកថែរក្សាទឹកដីនគរខ្មែរយើងបាទឆ្នាំមមីនេះគឺព្រះនាងរក្សទេវីដែលជាបុត្រីទី3របស់ព្រះបាទកបិលមហាព្រហ្មបងប្អូនបាទកណាយើងនិយាយរឿងបាទពិធីបុណ្យចូលឆ្នាំខ្មែរគឺតកតងនឹងទេវតាបាទ7ព្រះអង្គដែលជាបុត្រីរបស់កបិលមហាព្រហ្មខ្ញុំនឹងលើករឿងខ្លះមកបងប្អូនបាទមីហ្នឹងបាទហើយព្រះនាងបានមានសម្លៀកបំពាក់ពណ៌ខ្មៅហើយដៃស្ដាំកាន់ដូចជាត្រៃសូហើយដៃឆ្វេងកាន់ជាព្រួញបងប្អូនបាទដូច្នេះជាប្រពៃណីខ្មែរយើងតដូនតាមកបាទខ្មែរយើងតែងតែធ្វើពិធីបុណ្យចូលឆ្នាំទទួលបាទទេវតាឆ្នាំថ្មីបាទដោយយើងគណពុទ្ធសាសនាថេរវាទគឺយើងមានជំនឿថាជារៀងរាល់ឆ្នាំខ្មែរយើងមានទេវតាបាទផ្សេងគ្នាបាទ7ព្រះអង្គហ្នឹងបាទដាក់វេនគ្នាមកគ្រប់គ្រងថែរក្សាលោកបាទជារៀងរាល់ឆ្នាំដូច្នេះហើយនៅថ្ងៃបុណ្យចូលឆ្នាំហ្នឹងខ្មែរយើងចាប់ផ្ដើមបាទរៀបចំបោសសម្អាតផ្ទះសម្បែងតុបតែងទីកន្លែងបងប្អូនឃើញទូទាំងប្រទេសទូទាំងក្រុងបាទដើម្បីទទួលទេវតាឆ្នាំថ្មីមានតាំងពីពូនភ្នំខ្សាច់បាទមានតាំងពីពិសេសនៅតាមផ្ទះហ្នឹងគឺយើងបាទធ្វើជារៀនទេវតាបងប្អូនបាទមានដាក់ដង្វាយជាមានភេសជ្ជៈមានទឹកមានភេសជ្ជៈផ្សេងបាទបូកនឹងធូបទៀនបាទ
ផងបាទដាក់តម្កល់ដើម្បីថ្វាយសែនដល់ទេវតាឆ្នាំថ្មីបាទនេះគឺជាប្រពៃណីខ្មែរយើងធ្វើបាទតចំនួនបងប្អូនបាទដូច្នេះយើងឃើញថាពិធីបុណ្យចូលឆ្នាំខ្មែរយើងហ្នឹងគឺធំណាស់បាទឥឡូវខ្ញុំមកដល់កន្លែងយុវជនបងប្អូនបាទក្រុមយុវជនមកពីគ្រប់មជ្ឈដ្ឋានគឺនាំគ្នាមកសមនៅកន្លែងនេះបងប្អូនបាទនៅចំមុខវត្តអូណាឡោមបងប្អូនបាទយើងមកទស្សនាទស្សនវិជ្ជាទាំងស្រុងនៃក្រុមយុវជនបាទមិនដឹងមកពីខាងណាខ្លះទេច្រើនណាស់បាទរាប់រយសឹងរាប់ពាន់បាទមកត្រៀមបាទធ្វើពិធីសមនេះ3យប់3ថ្ងៃបងប្អូនមានរថយន្តយ៉ាងច្រើនមានទាំងរថយន្តពេទ្យបាទមានទាំងតង់គេដាក់បោះតង់សម្រាប់ទទួលទានអាហារនៅទីនេះបងប្អូនបាទដូច្នេះយើងមកលេងចាក់ទៅមុខ Walk Street នោះដែលជាកន្លែងនឹងប្រពធ្វើពិធីបាទបុណ្យចូលឆ្នាំខ្មែរយើងផងហ្នឹងក៏យើងអាចមកបាទទស្សនាបាទ preview បាទមើលការសម្ដែងការរៀបចំហើយនឹងការដែលគេសមបាទជាបាទមុននឹងចូលឆ្នាំខ្មែរយើងមកដល់នៅថ្ងៃស្អែកបងប្អូនបាទច្រើនក្រុមណាបងប្អូនបាទឲ្យខ្ញុំមិនដឹងថាមានប្រមាណក្រុមទេច្រើនណាគឺរាប់មិនអស់បងប្អូនបាទគេឲ្យយើងឈរសងខាងផ្លូវបាទទស្សនាទស្សនវិជ្ជាទាំងអស់នេះបាទហើយគេសមយូរឡើងយប់មិនតាន់ហើយទៀតបងប្អូនបាទដូច្នេះបងប្អូនទស្សនាទស្សនវិជ្ជាដែលក្រុមយុវជនយើងកំពុងតែសមហាត់ដើម្បីរៀបចំធ្វើព្យុហយាត្រាបែបប្រពៃណីបងប្អូនបាទដូច្នេះពិធីបុណ្យចូលឆ្នាំខ្មែរយើងហ្នឹងគឺយើងហៅបាទឆ្នាំនេះគេដាក់នគរសង្ក្រាន្តបាទចុងការយើងឃើញនៅសៀមរាបគេដាក់អង្គរសង្ក្រាន្តបាទដូច្នេះពីអង្គរហើយនគរនឹងអត់ខុសគ្នាទេបងប្អូនបាទមួយណាក៏បានដែរបាទពីពោះពាក្យនេះជាពាក្យតែមួយបាទប៉ុន្តែពាក្យអង្គរនឹងចេញមកពីពាក្យនគរបាទហើយនគរនឹងចេញពីពាក្យសំស្ក្រឹតមកពីពាក្យ Nagara បងប្អូនបាទដូច្នេះឃើញគេដាក់នគរសង្ក្រាន្តហ្នឹងមិនអីច្រឡំប៉ុន្តែយើងច្រើនយល់ន័យថាកាលណាគេប្រើពាក្យនគរសង្ក្រាន្តសំដៅយកមួយប្រទេសបងប្អូនមកយើងធ្វើនគរសង្ក្រាន្តមួយប្រទេសបើយើងនិយាយអង្គរយើងច្រើនតែសំដៅយកនៅសៀមរាបឬនៅក្រុងអង្គរបាទប៉ុន្តែពិតពាក្យពីរនេះតែមួយទេបងប្អូនបើតាមវចនានុក្រមរបស់សម្ដេចព្រះអង្គសម្ដេចសង្ឃរាជជួនណាតព្រះអង្គគាត់តែដាក់ថានៃយ៉ាងខ្លីមួយម៉ាត់ថាបាទនគរនឹងស្មើនឹងក្រុងបាទបងប្អូនបាទហើយពាក្យអង្គរនឹងចេញមកពីពាក្យនគរនឹងដូច្នេះអត់ខុសគ្នាទេបងប្អូនបាទប៉ុន្តែការប្រើប្រាស់យើងក្នុងពេលបច្ចុប្បន្នយើងច្រើនតែនៃអត់ចំទេបងប្អូនកាលណាយើងនិយាយនគរយើងច្រើនសំដៅទៅលើប្រទេសបាទឬយើងច្រើននិយាយថានគរចាមនគរចម្ប៉ានគរជ្វាឬនគរសៀមនគរយួនអីចឹងទៅបាទយើងច្រើនហៅនគរនឹងជាងចង់សំដៅយកជាប្រទេសឬគឺអាណាចក្របាទប៉ុន្តែជាពាក្យន័យចំគឺមានន័យថាក្រុងទេបងប្អូននគរនោះបាទហើយអង្គរក៏ក្រុងដែរបាទហើយខ្មែរយើងច្រើននិយាយថាក្រុងហើយបូកអង្គរទៀតក្រុងអង្គរអញ្ចឹងទៅបាទទីក្រុងហ្នឹងមានន័យថាអង្គរនោះមានន័យថាទីក្រុងបាទដូច្នេះកាលណាយើងនិយាយថាអង្គរនោះមានន័យថាស្រេចឲ្យថាក្រុងបាទនេះជាពាក្យខ្មែរយើងដែលយើងប្រើជួនកាលអាចច្រឡំគ្នាវាអាចបាទជួនគ្នាបានដែរបាទប៉ុន្តែខ្ញុំឃើញគេដាក់ថានគរសង្ក្រាន្តឆ្នាំនេះបងប្អូនបាទ anyway បាទពាក្យហ្នឹងมันយើងហៅអង្គរក៏បាននគរក៏បានអត់ខុសទេបើពាក្យពីរន័យដូចគ្នាបាទដូច្នេះយើងនេះនគរសង្ក្រាន្តយើងឆ្នាំនេះគឺយើងធ្វើធំពិសេសគឺធ្វើនៅក្រុងភ្នំពេញគ្រប់ទីកន្លែងបាទមានកន្លែងដូចជាវត្តភ្នំធំជាងគេហើយចាក់ទៅមុខ Walk Street នេះក៏ធំដែរបាទហើយយើងឃើញមាននៅចិត្តផ្សាររាត្រីបាទគេធ្វើជាភូមិបព្វធម៌ខ្ញុំបានទៅទេបងប្អូនឧស្សាហ៍មកល្ងាចហ្នឹងមកតែកន្លែងហ្នឹងចប់បដល់យប់ឡើងជ្រៅត្រង់បានទៅវិញហើយគេធ្វើនៅម្ដុំមុខវត្តបតុមទៀតហើយកន្លែងដទៃទៀតនៅក្រុងភ្នំពេញនេះបើតាមខ្ញុំមើលបាទឥឡូវយើងឃើញយុវជនយើងបាទក្រុមយុវជនបាទតម្រង់ជួរហើយពួកគាត់សិតតអ្នក
professional បាទរំលបាមរំអីនឹងស្អាតដែរបាទប្រហែលជាភាគច្រើនមកពីខាងសាលាវិចិត្រសិល្បៈកំដឹងខ្ញុំមិនបានសួរទេភាសាគេរវល់បាទហើយខ្ញុំមកនេះខ្ញុំមិនដឹងថាក្រុមណាខ្លះទេពួកគេអត់ឲ្យយើងចូលចិត្តទេគេដាក់ខ្សែសងខាងខ្ញុំដើរកាត់មកគេមិនចង់ឲ្យដែរបាទយើងទៅ respect គេបាទគោរពគេបាទគេធ្វើនេះដើម្បីមាន space មានកន្លែងដើម្បីហាត់បាទសូម្បីតែសុំពួកគាត់ដើរឆ្លងកាត់ខ្នល់ហ្នឹងក៏សឹងមិនចង់បានដែរបាទដោយសារគេត្រូវការកន្លែងដើម្បីសមបាទដូច្នេះបើយើងមើលទៅលើពិធីបុណ្យចូលឆ្នាំខ្មែរយើងហ្នឹងយើងរឬគល់អត់ឃើញទេបងប្អូនយើងដឹងមានប្រវត្តិខ្លះដែលដូនតាយើងធ្វើពីសម័យអង្គរសម័យក្រោយអង្គរអញ្ចឹងប៉ុន្តែសួរថាអ្នកបង្កើតហើយចាប់ផ្ដើមពីពេលណាមកអត់ដឹងបាទហើយដើម្បីដឹងបានយើងមានតែធ្វើការសិក្សាស្រាវជ្រាវទៅលើរឿងនីតិហើយខ្ញុំក៏ធ្លាប់ធ្វើវីដេអូមុនខ្ញុំចូលចិត្តនិយាយរឿងប្រវត្តិចូលឆ្នាំប្រវត្តិបុណ្យភ្ជុំយ៉ាងទៅបងប្អូនបាទចូលឆ្នាំខ្មែរយើងបើយើងមើលទៅអត់មានប្រវត្តិសាស្ត្រទេប៉ុន្តែយើងពឹងផ្អែកទៅលើរឿងធម្មបាលកុមារយើងហៅថាកបិលមហាព្រំក៏បានដែរបាទរឿងនេះគឺជារឿងព្រេងខ្មែរយើងល្បីល្បាញតចំនួនហើយមានការអប់រំល្អបងប្អូនបាទហើយយើងអត់ដឹងទេបងប្អូនកណានិយាយរឿងកបិលមហាព្រំឬរឿងហៅថារឿងធម្មបាលកុមារនោះយើងអត់ដឹងអ្នកនិពន្ធទេមិនដឹងអ្នកណានិពន្ធបាទហើយក៏មិនដឹងថារឿងហ្នឹងកើតមកពីពេលណាដែរបាទជារឿងព្រេងខ្មែរយើងបាទនិយាយតគ្នាបាទដូច្នេះយើងអាចរកជា fact ឬក៏ opinion អីទេបាទកាលណាយើងសិក្សាតាក់ទងទៅនឹងរឿងនិទានគឺអត់មានទេរឿងកតាពិតឬពីមតិអីបាទនិយាយរួមទៅរឿងនិទានជា opinion ហើយបងប្អូនជាមតិបានន័យថាអ្នកនិយាយចេះនិយាយតគ្នាទៅតាមការយល់ឃើញរៀងខ្លួនឬក៏ដូនតាយើងបង្កើតជារឿងមកដើម្បីអប់រំដល់ខ្មែរយើងបាទដូនកូនចៅខ្មែរយើងជំនាន់ក្រោយផងបាទហើយនឹងបង្ហាញពីការធ្វើបាទពិធីបុណ្យបាទយើងអត់ដឹងថាបុណ្យចូលឆ្នាំទេប៉ុន្តែគេហៅថាពិធីឬយ៉ាងថាមង្គលបងប្អូនបាទពិធីមង្គលបាទដោយសារអរិយធម៌ខ្មែរយើងនឹងគឺយើងមានឫសគល់ចេញពីអរិយធម៌ឥណ្ឌានឹងជ្រៅណាស់ដូច្នេះការធ្វើពិធីបាទពិធីបូជាយញ្ញឬពិធីផ្សេងគឺថាពិធីមង្គលគឺមានច្រើនបាទដោយយោងទៅលើគម្ពីរខ្មែរយើងហៅថាគម្ពីរត្រៃវាទណាបាទជាភាសាសំស្ក្រឹតគេហៅថារិកវេដាបាទគម្ពីរវេដាហ្នឹងបាទយើងហៅត្រៃវាទបាទដូច្នេះគណៈតកតងទៅនឹងគម្ពីរត្រៃវាទហ្នឹងយើងបានរឿងធម្មបាលកុមារគេថាតាំងពីព្រេងនេះមកបងប្អូនដឹងពីកាលមានបាទមានសិទ្ធិដែលរស់នៅដោយសុខសាន្តនៅកន្លែងណាមួយចឹងហើយបាទសិទ្ធិកហបតីហ្នឹងគឺមានកូនប្រុសម្នាក់ឈ្មោះធម្មបាលកុមារហ្នឹងហើយជាកូនមួយដ៏ឆ្លាតវៃបំផុតដែលគ្មានអ្នកណាផ្ទឹមបានក្នុងស្រុកក្នុងភូមិបាទកូននោះទៅតែអាយុបាន7ឆ្នាំគឺបានរៀនចប់គម្ពីរត្រៃវាទបងប្អូនបាទគម្ពីរត្រៃវាទបាទឬយើងហៅថាវេដាហ្នឹងបងប្អូនបាទគម្ពីរវេដាបាទគឺជាគម្ពីរចាស់បំផុតរបស់ព្រហ្មញ្ញសាសនាបាទហើយមិនថាគម្ពីរដទៃទៀតគឺភាគច្រើនបេសចេញបាទមានឫសគល់ចេញពីគម្ពីរត្រៃវាទហ្នឹងបងប្អូនបាទដូច្នេះធម្មបាលកុមារហ្នឹងបាទធម្មបាលកុមារហ្នឹងគឺជាក្មេងវ័យឆ្លាតបាទរៀនចប់គម្ពីរត្រៃវាទហ្នឹងតាំងពីអាយុ7ឆ្នាំបាទគឺកុមារហ្នឹងគឺចេះធ្វើពិធីបាទពិធីមង្គលផ្សេងនៅក្នុងភូមិស្រុកបាទរហូតដល់ល្បីទៅដល់កបិលមហាព្រំដែលរស់នៅឋានលើបងប្អូនបាទដូច្នេះរឿងធម្មបាលកុមារគឺចេញអញ្ចឹងបងប្អូនបាទគឺដល់ល្បីទៅដល់ឋានលើហ្នឹងដែលថាមានក្មេងប្រុសម្នាក់វ័យឆ្លាតបាទចេះធ្វើពិធីមង្គលបាទនៅក្នុងព្រហ្មញ្ញសាសនាបងប្អូនយើងមើលពិធីយើងធ្វើស្អីទៅគឺចេញពីព្រហ្មញ្ញសាសនាបាទព្រហ្មញ្ញសាសនាក្នុងគម្ពីរត្រៃវាទហ្នឹងបាទវេទគម្ពីរវេដាហ្នឹងគេមានបាទគម្ពីរសំខាន់ច្រើនណាបែងចែកជាមួយដែលគេថាលំអិតទៅពិធីមួយបាទហើយនៅក្នុងព្រហ្មញ្ញសាសនាគេជឿថាការធ្វើពិធីអីមួយហ្នឹងបើយើងធ្វើខុស
បាទធ្វើខុសមិនត្រឹមត្រូវទៅតាមក្បួនខ្នាតនោះវាអាចផ្ដល់មកទុកបាទអពមង្គលឬផ្ដល់ទុកសោកនឹងមកដល់អ្នកធ្វើនឹងវិញបាទដូច្នេះសម័យបុរាណឥណ្ឌាហ្នឹងគេធ្វើពិធីបូជាយាញឬក៏ពិធីមង្គលផ្សេងហ្នឹងគឺគេរៀបចំទៅតាមក្បួនខ្នាតគេត្រឹមត្រូវបាទដូច្នេះហើយខ្មែរយើងគឺមានឫសគល់ចេញពីនឹងមកបានយើងមានពិធីផ្សេងរហូតដល់ពិធីចូលឆ្នាំហ្នឹងបាទប្របាទយើងហៅថាប្របាទកបិលមហាព្រហ្មហ្នឹងព្រះអង្គនៅឋានយើងថាឋានលើចុះបាទព្រះអង្គធ្លាប់តែជារៀងរាល់ពេលហ្នឹងតែងតែឃើញមានបាទមនុស្សម្នាបាទមកបួងសួងបន់ស្រន់មកបាទសាពះឬក៏មកថ្វាយព្រះអង្គបាទដល់ថ្ងៃមួយហ្នឹងព្រះអង្គថាស្ងាត់ដូចមិនឃើញមានអ្នកស្រុកអ្នកអីមកបន់ស្រន់បួងសួងព្រះអង្គដូចពីពេលមុនទេបាទអញ្ចឹងហើយក៏ដឹងថាមានបាទក្មេងតូចមួយឈ្មោះធម្មបាលកុមារដែលចេះធរអាជ្រោកជ្រះចេះកពីជ្រោកជ្រះបាទចេះរៀបចំធ្វើពិធីបន់ពិធីអីផ្សេងទៅបាទដល់ដឹងថាអញ្ចឹងអ្នកស្រុកអ្នកភូមិហ្នឹងក៏ទៅជួបបាទទៅស្ដាប់ការនិយាយការបកស្រាយការធ្វើពិធីអីពីបាទកុមារធម្មបាលកុមារនឹងវិញបងប្អូនបាទដូច្នេះហើយនៅពេលឮរឿងល្បីល្បាញនឹងទៅដល់កបិលមហាព្រហ្មនឹងព្រះអង្គបានបញ្ជូនជារាជទូតបាទឲ្យចុះមកដើម្បីហៅបាទធម្មបាលកុមារនឹងទៅភ្នល់គ្នាបាទទៅភ្នល់នឹងមិនមែនថាភ្នល់រឿងអីភ្នល់រឿងចំណេះបាទចង់សាកចំណេះបាទតើអ្នកណាខ្លាំងជាងអ្នកណាចេះជ្រៅជ្រះជាងនៅក្នុងកម្ពីអញ្ចឹងបាទនៅពេលធម្មបាលកុមារនឹងបានមកជួបជាមួយនឹងកបិលមហាព្រហ្មដែលយាងចុះពីឋានលើមកឋានកដាលហ្នឹងគឺអ្នកទាំងពីរក៏បានភ្នាល់គ្នារឿងប្រស្នាមួយទេបាទប្រស្នាហ្នឹងយើងតែងតែលើចាស់ទុំនិយាយតគ្នាមកបាទដូចជាខ្ញុំជាដើមខ្ញុំឮចាស់និយាយតាំងពីខ្ញុំនៅក្មេងឪពុកខ្ញុំនិយាយប៉ុន្តែខ្ញុំមិនដឹងថាជាស្អីទេក៏ដឹងថានិយាយអំពីប្រស្នាហ្នឹងគឺថាសួរពេលព្រឹកសិរីសួស្ដីនៅកន្លែងណាពេលថ្ងៃត្រង់សិរីសួស្ដីនៅកន្លែងណាហើយពេលល្ងាចសិរីសួស្ដីនៅកន្លែងណាមកតួខ្លួនហ្នឹងបាទនេះគឺជាប្រស្នាមួយដែលកបិលមហាព្រហ្មបានដាក់ចោលទៅធម្មបាលកុមារឲ្យដោះស្រាយបាទហើយបើសិនជាដោះស្រាយមិនចេញគឺធម្មបាលកុមារត្រូវកាត់ក្បាលបាទបកគលឲ្យទៅកបិលមហាព្រហ្មតែបើកបិលមហាព្រហ្មចាញ់ប្រស្នាបាទន័យថាធម្មបាលកុមារនឹងរកឃើញប្រស្នាហ្នឹងគឺកបិលមហាព្រហ្មសុខចិត្តបាទសុខចិត្តកាត់ប្រសិទ្ធសាររបស់ព្រះអង្គហ្នឹងបាទបកគលឲ្យមកធម្មបាលកុមារបាទទោះជាយ៉ាងណាក៏ដោយធម្មបាលកុមារហ្នឹងក៏បានសុំការអនុញ្ញាតពីកបិលមហាព្រហ្មហ្នឹងរយៈពេលមួយអាទិត្យបាទដើម្បីស្វែងយល់អំពីប្រស្នាហ្នឹងតើត្រូវដោះយ៉ាងម៉េចទៅឆ្លើយយ៉ាងម៉េចបាទនេះជាទស្សនភាពទូទៅបងប្អូនឃើញនៃការសមបាទពិធីព្យុហយាត្រាថ្ងៃបុណ្យចូលឆ្នាំមកយើងឃើញទស្សនភាពបែបនេះរហូតដល់ទៅយប់បងប្អូនបាទដូច្នេះនៅពេលកបិលមហាសំទោសនៅពេលធម្មបាលកុមារចេញទៅហ្នឹងបានសន្យាថា7ថ្ងៃមកចម្លើយវិញហ្នឹងគឺធម្មបាលកុមារមានការព្រួយបារម្ភយ៉ាងខ្លាំងរលនឹកអត់ឃើញហើយធម្មបាលកុមារហ្នឹងពិសេសទៀតមិនត្រឹមតែឆ្លាតវៃរឿងពិធីធ្វើមង្គលពិធីផ្សេងហ្នឹងគឺកុមារហ្នឹងចេះទាំងស្ដាប់បានភាសាស័ព្ទទៀតបងប្អូនបាទនៅពេលថ្ងៃកំណត់ចិត្តដល់នៅសល់តែមួយថ្ងៃទៀតថ្ងៃទី6បាទរោមិនឃើញអត់ដឹងថាសេរីសួស្ដីព្រឹកនឹងនៅកន្លែងណាក្នុងខ្លួនយើងនឹងថ្ងៃត្រង់កន្លែងណាល្ងាចនៅកន្លែងណាគឺធម្មបាលកុមារគឺរត់ចេញពីផ្ទះពីវិមានទៅចូលព្រៃបាទសុកចិត្តឲ្យស្លាប់នៅព្រៃបាទរោមិនឃើញបាទដោយសារធម្មបាលកុមារចេះស្ដាប់បាទនៃភាសាសត្វនៅពេលថ្ងៃទី6ហ្នឹងគឺធម្មបាលកុមារចូលទៅព្រៃបាទអង្គុយក្រោមដើមត្នោត
ก็ลือโซสัตอันตรีញីឈ្មោលហ្នឹងបាទជជែកគ្នាបាទពីរឿងថ្ងៃស្អែកបានអីឆៃយ៉ាងទៅបាទសត្វអន្ត្រីស្រីនឹងសួរសត្វអន្ត្រីប្រុសបាទជាប្តីនឹងថាស្អែកបានអីឆៃហើយប្តីនឹងថាស្អែកឆៃក្បាលធម្មបាលកុមារបាទដោយសារសត្វនឹងដឹងថាណែធម្មបាលកុមារនឹងត្រូវបានកាត់ក្បាលយកទៅប្រគេនកបិលមហាព្រំដោយរោបស្នាមិនឃើញបាទឆៃហើយដល់ចឹងទៅសត្វអន្ត្រីញីហ្នឹងក៏សួរជីកឬជីកគល់ហេតុអីបានកាត់ក្បាលមកពីមកពីធម្មបាលកុមាររោបស្នានឹងមិនឃើញហើយក៏និយាយគ្នារឿងបស្នាហ្នឹងសួរថាព្រឹកឡើងហ្នឹងសិរីសួស្ដីនៅកន្លែងណាថ្ងៃនៅកន្លែងណាល្ងាចនៅកន្លែងណាបាទហើយសត្វអន្ត្រីហ្នឹងឈ្មោលក៏ប្រាប់សត្វអន្ត្រីញីទៅតាមសំណួរទាំង3ហ្នឹងបាទពេលព្រឹកបាទសិរីសួស្ដីមនុស្សយើងគឺនៅនឹងមុខបាទនៅលើមុខហ្នឹងបាទដោយសារដូច្នេះហើយបានព្រលឹមឡើងយើងតែងតែងើបឡើងពីសម្រាកពីគេងបាទយើងតែងតែទៅដោះលាងមុខមាត់សិនបាទនេះគឺជាចំណុចល្អណាបងប្អូនបាទមិនមែនជាគ្រាន់តែជារឿងនីតិទេបាទចាស់ទុំយើងបដៅយើងណាបាទព្រលឹមឡើងបងប្អូនសាកខ្លួនឯងណាបើយើងងើបឡើងមិនបានលុបមុខលាងមុខឲ្យស្អាតទេគឺគ្មានសេរីសួស្ដីទេមួយថ្ងៃហ្នឹងគឺយើងមុខទៅអង្គុយសកុកឯមុខបាទដូច្នេះសេរីសួស្ដីពេលព្រឹកគឺនៅមុខដោយសារយើងទៅលុបលាងដោះមុខមាត់ឲ្យស្អាតបាទទៅគឺយើងសេរីសួស្ដីបងប្អូនបាទហើយជារឿងពិតមិនមែនតែជារឿងនិទានដូនតាយើងចេះតែនិយាយទេបងប្អូនបើយើងយកមកពិចារណាបាទហើយទី2សួរទៀតថាចុះពេលថ្ងៃបាទពេលថ្ងៃសេរីសួស្ដីក្នុងទ្រូងបាទដោយសារយើងពិសេសស្រុកខ្មែរយើងបាទស្រុកអាស៊ីស្រុកក្តៅបងប្អូនឃើញបច្ចុប្បន្នហ្នឹងហើយបាទ40ដឺក្រេខែចែកសឹងតែរាល់ថ្ងៃ40ដឺក្រេសេលស៊ីសរាល់ថ្ងៃស្មើធេងបងប្អូនបាទ38ទៅ40បាទដូច្នេះនៅពេលក្តៅយើងធ្វើម៉េចបាទយើងត្រូវការទឹកបាទយកមកជូតទ្រូងបាទដូច្នេះសេរីសួស្ដីនៅពេលថ្ងៃហ្នឹងគឺនៅទ្រូងហើយចាស់ចង់និយាយថានៅទ្រូងនោះមកនេះថាម៉េចយើងវាក្តៅយើងត្រូវការមួយទឹកបាទមួយទឹកលាងខ្លួនសម្អាតខ្លួនបាទយកទឹកមកដាក់ទ្រូងត្រជាក់ស្រួលបាទពេលខ្លះយើងនៅសុកស្រែក្តៅខ្លាំងអត់ម៉ាស៊ីនត្រជាក់បាទដូចជំនាន់ខ្ញុំនៅហ្នឹងដល់អត់ទៅយើងយកឲ្យខ្ញុំធ្លាប់ហើយសម័យពលពតសម័យ79 80នៅជំរំក៏អញ្ចឹងដែរបាទយកកសែងទៅជ្រលក់ទឹកហើយយកមកដណ្ដប់ខ្លួនកុំឲ្យក្តៅពេកមកក្តៅបាទស្រុកយើងក្តៅដូច្នេះសេរីសួស្ដីហ្នឹងគឺនៅទ្រូងហ្នឹងគឺថ្ងៃបាទហើយពេលល្ងាចសេរីសួស្ដីនៅកន្លែងណាគឺនៅនឹងជើងបាទយើងឆ្ងល់ទៀតហ្នឹងសេរីសួស្ដីស្អីនៅជើងបាទបើយើងគិតទៅចាស់យើងចង់បដៅថាបើយើងនៅស្រុកខ្មែរយើងគឺដីហុយស្រុកខ្មែរយើងបែកផុកច្រំដូច្នេះនៅពេលល្ងាចគឺសេរីសួស្ដីនៅជើងចាស់យើងឲ្យយកជើងយកទឹកហ្នឹងមកលាងជើងបាទមុននឹងឡើងសម្រាកបាទប៉ុន្តែគាត់មានគំនិតបង្កប់មួយថាយើងអាចទៅឡើងសម្រាកជើងយើងក៏ខ្វក់ជើងយើងប្រឡាក់ភក់ប្រឡាក់ដីឬក៏ដីហុយជាប់ជើងនេះបាទកាលណាយើងទៅដេកទាំងជើងប្រឡាក់វាអត់មានសេរីសួស្ដីទេវាប្រឡាក់មុងភួយកតេលបាទនេះចាស់យើងថាមុននឹងដេកឲ្យយកជើងយកទឹកមកលាងជើងបាទសេរីសួស្ដីក្នុងជើងបាទយើងលាងជើងស្អាតស្អាតទៅយើងទៅសម្រាកទៅក៏ស្រួលដែរអត់មានប្រឡាក់អីទេបាទដូច្នេះការបង្កប់នៃសាមញ្ញហ្នឹងឲ្យយើងឃើញហ្នឹងបាទដូច្នេះនៅពេលធម្មបាលកុមារស្ដាប់ឮរឿងសត្វអន្ត្រីញីឈ្មោលបាទនិយាយជែកគ្នារឿងសេរីសួស្ដីព្រឹកនៅនឹងមុខថ្ងៃត្រង់នៅនឹងទ្រូងល្ងាចនៅជើងនោះបាទដោយសារធម្មបាលកុមារចេះស្ដាប់ភាសាសត្វផងនោះក៏ឮសូរភ្លាមគឺសប្បាយចិត្តហើយរត់ខេបខប់ត្រឡប់ទៅផ្ទះវិញបាទសប្បាយចិត្តបាទហើយក៏ទៅជួបកបិលមហាព្រំបាទហើយទៅក៏បានប្រាប់កបិលមហាព្រំបានសន្យាថា7ថ្ងៃជួបទៅជួបមែនហើយកបិលមហាព្រំហ្នឹងក៏បានសួរទៅធម្មបាលកុមារឆ្លើយប្រស្នាទាំង3នេះបាទត្រូវទាំងអស់ដោយជោគជ័យបាទដូច្នេះកបិលមហាព្រំព្រះអង្គថាម៉េចបាទព្រះអង្គគឺអត់បំភ្លេចពាក្យសន្យាទេបងប្អូនបាទសំខាន់ណាស់បាទសន្យាគឺសន្យាត្រូវតែធ្វើសន្យាត្រូវតែគោរពគឺព្រះអង្គបានកាត់ប្រសេសាព្រះអង្គបាទប្រគល់ឲ្យ
បាទធម្មបាលកុមារដោយមានទំនុកចិត្តដោយរីករាយបាទដោយទទួលខុសត្រូវខ្ពស់បាទកន្លែងហ្នឹងគឺបើយើងមើលទៅគឺដូនតាយើងបានប្រកបរឿងនៃជ្រៅណាស់បាទឲ្យយើងមើលរឿងកបិលមហាព្រំយើងមើលបាទការសន្យាគឺសំខាន់ណាស់បាទសន្យាគឺសន្យាគឺទៅតែធ្វើទោះបីជាត្រូវសម្លាប់ខ្លួនត្រូវកាត់ក្បាលសម្លាប់ខ្លួនក៏ដោយក៏ទៅធ្វើដោយអត់អាចបាទអត់អាចឲ្យយើង break down ណាបាទ break the promise បានអត់អាចបាទក្បត់ពាក្យសន្យាឬបំភ្លេចបានបើចឹងដូនតាយើងនិយាយថាពាក្យសន្យាបើយើងធ្វើមិនបានកុំនិយាយហើយបើយើងនិយាយត្រូវតែធ្វើទោះបីជាដល់ថ្នាក់សម្លាប់ខ្លួនបាទកាត់ក្បាលក៏ដោយបាទដូច្នេះសិទ្ធិន័យដូនតាយើងប្រកបឲ្យយើងមើលរឿងនឹងផងបាទហើយជារឿងទូលមានប្រកបនៅក្នុងនឹងផងបាទបាទទោះយ៉ាងណាក៏ដោយនៅពេលព្រះអង្គបានកាត់ប្រសេសាព្រះអង្គបកលឲ្យធម្មបាលកុមារព្រះអង្គសុំពេល3ថ្ងៃបាទហើយប្រាប់ព្រះអង្គបានប្រាប់ទៅបុត្រីទាំង7ព្រះអង្គរបស់ព្រះអង្គថាបាទកូនត្រូវតែយកបាទប្រសេសារបស់ឪពុកនឹងទៅតម្កល់បាទទៅដាក់លើជើងពៀនបាទមិនអោយបោះទៅកន្លែងណាចោលកន្លែងណាផ្ដេសផ្ដាស់ទេបាទកាលណាយកប្រសេសារបស់ព្រះអង្គទៅបោះនៅលើដីបាទធ្វើឲ្យដីនឹងឆេះបាទឲ្យឆេះដីឆេះកាលចឹងទៅហើយបើយកទៅបោះនៅអាកាសធ្វើឲ្យបាទរាំងភ្លៀងអត់មានភ្លៀងមកលើផែនដីទេបាទហើយបើយកទៅបោះក្នុងទឹកបាទធ្វើឲ្យទឹកសមុទ្រទឹកទលេទឹកអីហ្នឹងរីងខាស់ស្ងួតទាំងអស់បាទដូច្នេះព្រះអង្គបានប្រាប់ទៅបុត្រីព្រះអង្គទាំង7ហ្នឹងពិសេសបុត្រីច្បងគឺព្រះនាងទង្សាទេវីហ្នឹងឲ្យកាន់ឲ្យយកប្រសេសារបស់ព្រះអង្គហ្នឹងដាក់លើជើងពៀនបាទហើយដង្ហែជុំវិញបាទភ្នំព្រះសម័យហ្នឹងបាទភ្នំឬក៏ភ្នំសមេរុហ្នឹងបាទរយៈពេល60នាទីឬក៏1ម៉ោងហើយឲ្យយកប្រសេសារបស់ព្រះអង្គហ្នឹងទៅដាក់បាទតម្កល់ទុកនៅបាទនៅភ្នំកៃឡាសជាចិនត្រៃដូច្នេះបងប្អូននៅក្នុងរឿងកបិលមហាព្រំហ្នឹងបងប្អូនឮពាក្យទៀតហើយបាទភ្នំព្រះសម័យហើយភ្នំកៃឡាសបាទហើយខ្ញុំបាននិយាយភ្នំហ្នឹងហើយកាលពីខ្ញុំទៅទស្សនានៅវាំងបាទដូច្នេះបងប្អូនឃើញរឿងនិទានខ្មែរយើងគឺអត់ចោលតាក់ទងទៅនឹងបាទភ្នំទាំងពីរហ្នឹងបាទជាភ្នំនៃក្តីស្រមៃហើយទី2គឺជាភ្នំបរិសុទ្ធបងប្អូនជា Holy Mountain អញ្ចឹងទៅបាទគឺជាភ្នំដែលសក្ការៈបូជាណាដែលគេគោរពខ្លាំងណាស់នៅក្នុងពុទ្ធសាសនាក្តីនៅក្នុងព្រហ្មញ្ញសាសនាក្តីបាទពីគេយល់ថាភ្នំព្រះសម័យហ្នឹងគឺជាបាទ the home of God បាទនិយាយខ្លីទៅបាទគឺជាកន្លែងដែលព្រះគង់នៅបាទគឺជាកន្លែងព្រះឥសូរធ្វើសមាធិបាទរាប់ប្រាប់សັບកាបមកឲ្យបងប្អូនបាទធ្វើសមាធិកន្លែងស្ងប់ស្ងាត់បាទដូច្នេះបងប្អូនខ្ញុំឃើញគេធ្វើពីមានមួយបាទធ្វើជាប្រាសាទមួយនៅដាក់ជានៅប្រាសាទភ្នំកៃឡាសនៅក្នុងវាំងបងប្អូនឃើញបាទខ្ញុំធ្វើវីដេអូឲ្យបងប្អូនឃើញថ្ងៃមុនមើលថ្ងៃមុនបាទដូច្នេះកាលណាយើងនិយាយរឿងនិទានតាក់ទងទៀតហើយបាទភ្នំកៃឡាសភ្នំព្រះសម័យបាទយើងឃើញមានពពួកទេវតារស់នៅហ្នឹងបាទនៅកន្លែងហ្នឹងបាទជាកន្លែងទេវតាកន្លែងព្រះបាទដូច្នេះហើយកបិលមហាព្រំហ្នឹងបានផ្ដែផ្ដាំដោយសារព្រះអង្គមុននឹងស្លាប់នឹងព្រះអង្គផ្ដែផ្ដាំទៅដល់បុត្រីទាំង7ព្រះអង្គរបស់ព្រះអង្គហ្នឹងបាទឲ្យថែរក្សាមើលការខុសត្រូវមនុស្សលោកបាទជំនួសព្រះអង្គបាទព្រះអង្គអស់ជីវ៉ាហើយបាទព្រះអង្គបានបូជាបាទកាត់ប្រសេសារបស់ព្រះអង្គបាទហើយជារៀងរាល់ឆ្នាំគឺបុត្រីទាំង7របស់ព្រះអង្គហ្នឹងគឺបានដូរវេនគ្នាបាទជារៀងរាល់ឆ្នាំគឺបុត្រីមួយព្រះអង្គហ្នឹងគឺមកដង្ហែប្រសេសារបស់កបិលមហាព្រំហ្នឹងជុំវិញព្រះ
ភ្នំព្រះសម័យបាទបន្ទាប់មកគឺហើយយកទៅដាក់តម្កល់នៅភ្នំកៃឡាស់បងប្អូនបាទជាអមតៈបាទបានន័យថាជាអចិន្ត្រៃយ៍នៅទីនោះបាទដូច្នេះយើងដឹងថានៅបច្ចុប្បន្នហ្នឹងគឺយើងដឹងថាតាមសាច់រឿងហ្នឹងគឺយើងដឹងថាព្រះសេសាក្របិលមហាព្រហ្មហ្នឹងគឺគេដាក់តម្កល់ទុកបាទតាមសាច់រឿងគឺនៅភ្នំកៃឡាស់បងប្អូនបាទដូច្នេះហើយបានន័យថាទេវតាទាំង7ព្រះអង្គហ្នឹងគឺបានគោរពបូជាទៅដល់របស់ព្រះអង្គទាំង7ហ្នឹងដោយសារជារៀងរាល់ឆ្នាំហ្នឹងគឺដាក់វេនគ្នាម្នាក់ម្ដងមកហែព្រះសេសារបស់ព្រះអង្គជុំវិញភ្នំព្រះសម័យរូហ្នឹងបាទភ្នំមេរូហ្នឹង1ម៉ោងបន្ទាប់មកយកទៅដាក់នៅតាំងនៅភ្នំកៃឡាស់វិញបាទនេះគឺជាសាច់រឿងកបិលមហាព្រហ្មហើយរឿងធម្មបាលកុមារបាទចំពោះធម្មបាលកុមារវិញនៅពេលបានឈ្នះប្រស្នាជាមួយកបិលមហាព្រហ្មគឺធម្មបាលកុមារនឹងកាន់តែមានបាទមានឈ្មោះបោះសម្លេងទូទាំងនគរហើយធម្មបាលកុមារនឹងតែងតែដើរធ្វើពិធីមង្គលផ្សេងហើយក៏คล้ายទៅជាអាចារ្យមង្គលដ៏ល្បីល្បាញនៅសម័យនោះគឺធម្មបាលកុមារនឹងបានដើរធ្វើពិធីបាទពិធីមង្គលផ្សេងជូនដល់អ្នកស្រុកអ្នកភូមិទូទាំងនគររហូតដល់คล้ายទៅជាអាចារ្យមង្គលវ័យក្មេងបាទហើយការដែលធម្មបាលកុមារនឹងធ្វើពិធីមង្គលផ្សេងជូនដល់អ្នកស្រុកអ្នកភូមិបាទធ្វើជាអាចារ្យមង្គលគឺក្នុងនោះក៏បាទធម្មបាលកុមារក៏បានធ្វើពិធីមួយដែលគេហៅថាពិធីចូលឆ្នាំខ្មែរយើងហ្នឹងបងប្អូនបាទពិធីចូលឆ្នាំខ្មែរយើងហ្នឹងគឺរៀបចំឡើងបង្កើតឡើងដោយអាចារ្យមង្គលធម្មបាលកុមារហ្នឹងដែលជាអ្នកមានវ័យឆ្លាតឈ្នះប្រស្នាជាមួយកបិលមហាព្រហ្មបាទដូច្នេះគឺបើយើងមើលសាច់រឿងធម្មបាលកុមារហើយនិងកបិលមហាព្រហ្មហ្នឹងគឺបានបង្កើតជាការធ្វើប្រពៃពិធីបន់ចូលឆ្នាំខ្មែរផងហើយការធ្វើជាពិធីទទួលទេវតាផងបាទដោយសារធម្មបាលកុមារគឺជាអ្នកបង្កើតកម្មវិធីបន់ចូលឆ្នាំខ្មែរដោយសារជាអាចារ្យមង្គលបាទចំណែកទេវតាទាំង7ព្រះអង្គដែលជាបុត្រីរបស់កបិលមហាព្រហ្មហ្នឹងគឺព្រះនាងតែងតែជារៀងរាល់ឆ្នាំគឺតែងតែយាងបាទកាន់ព្រះសេសារបស់ព្រះបិតារបស់ព្រះនាងហ្នឹងគឺហែជុំវិញភ្នំព្រះសម័យហ្នឹងបាទមុននឹងយកទៅតម្កល់ទុកនៅបាទភ្នំកៃឡាស់បាទដូច្នេះហើយយើងឃើញថាការដែលយើងធ្វើពិធីចូលឆ្នាំទទួលទេវតាហ្នឹងគឺតាមសាច់រឿងអញ្ចឹងបងប្អូនបាទបន្ទាប់ពីខ្ញុំទស្សនាបើការពិធីសមព្យុហយាត្រាហ្នឹងគឺខ្ញុំមកទិញនំបញ្ចុកបងប្អូនបាទទិញនំបញ្ចុកឲ្យគេខ្ចប់ឲ្យហើយទិញនំបាទមកកញ្ចប់ទៀតបងប្អូនបាទនំបញ្ចុកឆ្ងាញ់បងប្អូនមួយចានតែ 5,000 រៀលទេបងប្អូននៅមុខវាំងឆ្ងាញ់ដល់នំបញ្ចុកស្លខ្មែរបាទខ្ញុំឲ្យគេខ្ចប់ខ្ញុំអត់ញ៉ាំនឹងទេដោយសារក្តៅសោះណាបងប្អូនបាទខែចែកចូលឆ្នាំមកបងប្អូនបាទ40ដឺក្រេសេលស៊ីសបងប្អូន38ទៅ40រាល់ថ្ងៃយើងដើរមកលេងហ្នឹងវាក្តៅហប់បងប្អូនអញ្ចឹងទៅកន្លែងដែលលហើយស្រួលយើងចង់បានគេហៅថាអាកាសធាតុបាទម៉ាស៊ីនត្រជាក់ធម្មជាតិបាទយើងទៅជីទូកបាទមានកន្លែងណាងាយស្រួលទេគឺយើងទៅជីទូកបងប្អូនបាទខ្ញុំទិញនំបញ្ចុកទៅអង្គុយញ៉ាំលើទូកបាទជីទូកលេង1ម៉ោងហើយត្រឡប់មកវិញមកមើលគេសមទៀតអត់ទាន់ចប់ទេបាទខ្ញុំឃើញនំខ្មែរកន្លែងនេះឆ្ងាញ់ណាស់បងប្អូនមើលបាទទិញនំបញ្ចុក 5,000 រៀលបាទទិញនំមកកញ្ចប់ 5,000 រៀលអស់ 10,000 រៀលបាទបង់ថ្លៃទូក 5,000 រៀលទៀត 15,000 រៀលហើយទឹកម្ដបបាទ 16,000 រៀលបងប្អូនអស់ 16,000 រៀលសបាយចប់មួយល្ងាចប៉ុណ្្នឹងហើយបងប្អូនញ៉ាំប៉ុណ្្នឹងឆ្អែតឆ្ងាញ់សបាយនៅលើទូកលហើយស្រួលបាទដូច្នេះចង់សបាយបងប្អូនចំណាយលុយតិចមកលេងមាត់ទន្លេមកបាទប៉ុន្តែបងប្អូនមិនមែនថាមហូបពីថោកទាំងអស់ទេបងប្អូនចង់ញ៉ាំសាច់អាំងឬចង់ញ៉ាំដូចជាមឹកអាំងមឹកអីអានឹងថ្លៃដែរខ្ញុំពេលខ្លះខ្ញុំមកញ៉ាំមឹកអាំងហ្នឹងអស់ 15,000 20,000 យ៉ាងដែរបាទមិនទៀងទៅតាមចំណីអាហារយើង
យើងញ៉ាំបន្ទោះយ៉ាងណាក៏ដោយមហូបមហាគីឡូតាមមាត់ទន្លេហ្នឹងគឺតម្លៃសមរម្យបងប្អូនកាមិនមែនតម្លៃនៅទីក្រុងឬក៏មិនមែនតម្លៃនៅកន្លែងរីសតដែលបងប្អូនចូលទៅលេងរីសតធំគឺគេលក់ថ្លៃបាទប៉ុន្តែតាមមាត់ទន្លេហ្នឹងគឺលក់តម្លៃធម្មតាបាទដូច្នេះបងប្អូនអាចមកលេងបាទខ្ញុំទៅជិះទូកនៅកពត 10000 រៀលបាទមកនេះយើងជិះទូកនៅភ្នំពេញតែ 5000 រៀលទេបងប្អូនចាក់ទៅមុខ river បងប្អូនឃើញបាទចិត្តចូលឆ្នាំអញ្ចឹងបាទមុនថ្ងៃចូលឆ្នាំមនុស្សមកជិះទូកច្រើនណាស់បាទខ្ញុំឈរចាំឲ្យបងប្អូនយើងចេញពីទូកអស់បាទខ្ញុំចុះទៅបាទហើយនៅទូកខាងនោះបាទដាក់ក្តារទលេនោះគឺកន្លែងបាទ anchor បាទក្រុមហ៊ុនស្រាបៀរ anchor គេចាក់បាទណែបើក stage មួយនៅខាងនោះបាទចាក់ធុងបាសក្ដុងគ្រូងពីកណ្ដាលទលេនោះបាទដូច្នេះខ្ញុំចុះមកលេងទូកបាទជិះទូកកំសាន្តម្ដងបងប្អូនបាទបាទឥឡូវយើងបកមករឿងនិទានព្រេងខ្មែរយើងធម្មបាលកុមារនិងកបិលមហាព្រំបាទមិនទាន់ចប់ទេទោះបីជារឿងនេះចប់ក៏ដោយប៉ុន្តែអត្ថន័យនិងការបង្កប់នៃអប់រំបាទដូនតាយើងគឺបានបង្កប់នៃច្រើនណាស់បងប្អូនបាទកបិលមហាព្រំយើងដឹងហើយកបិលមហាព្រំគឺព្រះអង្គមានព្រះភ័ក្ត្រ4បាទមុខ4បាទដូច្នេះមុខ4ហ្នឹងគឺអ្នកប្រាជ្ញខ្មែរយើងបាទក៏ដូចជាបញ្ញវន្តខ្មែរយើងសម័យក្រោយយកមកបកស្រាយផ្សេងគ្នាបាទពិសេសយើងឃើញមានប្រសង់ក៏ព្រះអង្គបានទេសនាបកស្រាយពីកបិលមហាព្រំនឹងដែរបាទហើយអ្នកនិយាយជាច្រើនទៀតបាទប៉ុន្តែទោះយ៉ាងណាក៏ដោយបាទរឿងនេះគឺបានបង្កប់ន័យល្អច្រើនណាស់ដែលខ្ញុំលើកមកត្រួសឲ្យបងប្អូនបាទនៅក្នុងកបិលមហាណែរឿងកបិលមហាព្រំនេះយើងដឹងហើយទេវតាបាទបុត្រីរបស់ព្រះអង្គបានបាទហែបាទដង្ហែព្រះសេសារបស់ព្រះអង្គនឹងចុះមកឋានកដាលជារៀងរាល់ឆ្នាំបាទដូច្នេះគឺយើងឃើញថាមានព្រំមុខ4កាន់មកហើយមុខ4នឹងតំណាងឲ្យអីបាទជាទូទៅគឺដូនតាយើងបានបង្កប់ន័យថាមុខ4នឹងគឺតំណាងឲ្យបាទសិលទាំង4ឬយើងហៅថាបាទយើងតែងហៅថាព្រំវិហារធម៌ទាំង4បាទព្រំវិហារធម៌បាទជាធម៌របស់ព្រះព្រំបាទព្រំវិហារធម៌ទាំង4ហ្នឹងគឺតំណាងឲ្យព្រំមុខ4ហ្នឹងដែលទេវតាហែចុះមកឋានកដាលរាល់ឆ្នាំហ្នឹងកាន់មកហ្នឹងបាទគឺមានស្អីបងប្អូនដឹងហើយបាទយើងតែងទៅលើប្រសងទេសនាបាទជារៀងរាល់ដងគឺមេត្តាករុណាមុទិតាហើយនិងឧបេក្ខាបងប្អូនបាទនេះគឺជាព្រំវិហារធម៌ទាំង4ដែលដូនតាយើងបានបង្កប់នៅក្នុងបាទរូបព្រះព្រំមុខ4ដែលកបិលមហាព្រំដែលតែងតែគេយកមកតម្កល់ពេលធ្វើពិធីបុណ្យចូលឆ្នាំបងប្អូនដែលយើងឃើញទេវតាយើងធ្វើពិធីទេវតាយាងចុះមកហ្នឹងបាទមេត្តាមានន័យថាម៉េចបាទពាក្យទាំងអស់ហ្នឹងបើយើងស្ដាប់ទៅយើងយល់ប៉ុន្តែយើងចង់ដឹងពីន័យលម្អិតបាទមេត្តាហ្នឹងបានថាសេចក្តីសន្តោសប្រុសប្រណីបាទចង់ឲ្យអ្នកដទៃហ្នឹងមានសេចក្តីសុខបាទដូចខ្លួនដែរបងប្អូនបាទដូច្នេះនៅពេលយើងបានសុខយើងចង់ឲ្យគេមនុស្សទូទៅបានសុខដូចយើងដែរនឹងហើយគេហៅថាបាទមេត្តាបាទពាក្យមេត្តាហ្នឹងគឺន័យល្អណាស់បងប្អូនបាទយើងស្ដាប់ពាក្យហ្នឹងគឺហើយបើយើងធ្វើបានដូចពពុទ្ធបានត្រាស់អញ្ចឹងបងប្អូនបាទគឺពពុទ្ធព្រះអង្គចង់ឲ្យពិភពលោកមនុស្សជាតិទាំងមូលលោកទាំងមូលហ្នឹងមានសេចក្តីសុខបាទបានរួចផុតទុក្ខដូចព្រះអង្គអញ្ចឹងបានទៅនិព្វានអញ្ចឹងបាទមួយទៀតគឺករុណា
បាទករណីគឺជាសក្តីអាណិតអាសូរជួយសង្គ្រោះឲ្យអ្នកដតីបាទរួចផុតពីទុក្ខសោកគ្រប់បែបយ៉ាងហ្នឹងគឺយើងករណាហើយបាទយើងរស់នៅយើងទៅមានមេត្តាមានករណាគឺករណាការជួយសង្គ្រោះគ្នាទៅវិញទៅមកបាទឲ្យបានរួចផុតពីទុក្ខផ្សេងហ្នឹងគឺករណាបាទពាក្យហ្នឹងគឺយើងដឹងទាំងអស់គ្នាហើយមិនចាំបាច់ទេគ្រាន់តែយើងចង់ដឹងថាន័យលម្អិតបាទទី3គឺបាទមុទិតាហ្នឹងបានន័យថាបានន័យថាសេចក្តីរីករាយដោយដឹងថាអ្នកដតីទៀតបានសុខបាទបងប្អូនគិតមើលទៅគឺយើងធ្វើបានទេបាទបើយើងធ្វើបានល្អណាស់បងប្អូនបាទនៅពេលយើងគិតថាមនុស្សទូទៅក្នុងនគរក្នុងប្រទេសមួយពិភពលោកមួយមានក្តីសុខទាំងអស់គ្នាយើងសប្បាយចិត្តបាទយើងសប្បាយចិត្តដោយសារយើងឃើញបាទអ្នកដតីមនុស្សទូទៅបានសេចក្តីសុខនោះយើងរីករាយហ្នឹងគឺពាក្យថាមុទិតាបងប្អូនណាពាក្យល្អណាស់បងប្អូនបាទខ្ញុំមើលហើយមើលទៀតហើយស្រឡាញ់អត្តន័យមួយហ្នឹងណាបងប្អូនបាទហើយចុងក្រោយទី4គឺអីបាទឧបេក្ខាបាទឧបេក្ខាហ្នឹងគឺសេចក្តីតាំងចិត្តបាទធ្វើចិត្តនៅកណ្ដាលបាទមិនលំអៀងទៅខាងឆ្វេងខាងស្ដាំបាទបងប្អូនយើងរស់នៅក្នុងសង្គមបើបងប្អូនធ្វើចិត្តបានកណ្ដាលបាទដូចទឹកនៅក្នុងកែវมันកពុបតាណាអញ្ចឹងបងប្អូនបាទយើងធ្វើចិត្តនៅកណ្ដាលយើងអត់សូវមានបញ្ហាទេមិនថាបញ្ហាតូចបញ្ហាធំកាលណាយើងមានចិត្តលំអៀងឆ្វេងស្ដាំមុខក្រោយគឺវាធ្វើឲ្យយើងកាត់ទុកឲ្យបងប្អូនបាទមិនថាជារឿងផ្ទាល់ខ្លួនរឿងនៅក្នុងសង្គមបាទពិសេសយើងធ្វើជាចៅក្រមឬក៏អ្នកដឹកនាំប្រទេសបើយើងមានចិត្តលំអៀងទៅលើអ្វីមួយគឺអ្នកនៅក្រោមប្រកបយើងបាទអ្នកដែលត្រូវដែលយើងកាត់ក្តីហ្នឹងគឺនឹងពោពេញទៅដោយទុក្ខសោកបងប្អូនបាទមិនបានដែលយុត្តិធម៌ទេបាទដូច្នេះធម៌ទាំង4បាទឧបេក្ខាហ្នឹងគឺសេចក្តីតាំងចិត្តនៅកណ្ដាលមិនលំអៀងបាទគឺសំខាន់ណាស់បាទហើយធម៌ទាំង4ព្រហ្មវិហារធម៌ទាំង4នេះបើយើងមើលអត្តន័យហើយបើយើងធ្វើបានទាំង4ហ្នឹងបងប្អូនបាទអាចជា enlightenment Buddha enlightenment យើងអាចបានត្រាស់ដឹងជាពុទ្ធអត់ប្របាដល់នេះទេគឺថាមើលមួយគឺល្អណាស់បងប្អូនបាទដូច្នេះដូនតាយើងប្រកបនៃក្នុងនឹងស្រេចបាទរឿងកបិលមហាព្រហ្មមួយហ្នឹងគឺយើងមើលទៅបានប្រកបអត្តន័យហើយបានព្រានប្រដៅបាទកូនចៅយើងចំនួនក្រោយច្រើនណាស់បានចង្កាលយើងគ្រាន់តែឮយើងអត់បានចាប់អារម្មណ៍ហើយចង្កាលយើងទៅវត្តទៅវាឲ្យឃើញគេធ្វើពិធីបាទកាន់យើងឃើញណាកាន់ជើងពៀនណាជារៀងរាល់ឆ្នាំបាទបដូរទេវតាឆ្នាំចាស់ដាក់ឆ្នាំថ្មីបាទតម្កល់ជើងពៀនប្រសេសាកបិលមហាព្រហ្មមកបដូរជារៀងរាល់ឆ្នាំបាទគឺបានប្រកបនៃច្រើនណាស់បាទអប់រំទូមានដល់កូនចៅចំនួនក្រោយបងប្អូនមកយើងមើលកបិលមហាព្រហ្មបាទព្រះអង្គកាត់ក្បាលចោលបាទកាត់ប្រសេសាខ្លួនឯងហ្នឹងគឺព្រះអង្គអាចរស់បានទៀតទេបាទទោះបីជាព្រះអង្គដឹងខ្លួនថាមិនរស់ក៏ដោយតែព្រះអង្គត្រូវតែធ្វើក៏ដើម្បីគោរពពាក្យសន្យាបាទហើយមួយទៀតគឺបានប្រកបន័យថានៅពេលព្រះអង្គកាត់ក្បាលគឺព្រះអង្គអាចរស់បានទេយ៉ាងណាមិញយើងជាមនុស្សរស់នៅក្នុងសង្គមមួយក៏ដូចគ្នាដែរបើយើងបាទខ្វះធម៌ទាំង4ព្រហ្មវិហារធម៌ទាំង4ហ្នឹងក៏យើងពិបាករស់ដែរបាទដូចជាយើងនឹងបានដូនតាយើងជារៀងរាល់ឆ្នាំគឺហែបាទព្រះសេសាកបិលមហាព្រហ្មមកហ្នឹងគឺហែធម៌ទាំង4ហ្នឹងបាទឲ្យយើងកាន់ធម៌ទាំង4ហ្នឹងជាប់7ថ្ងៃមួយអាទិត្យអត់ឲ្យរបូតតាទេបើយើងកាន់មិនបានបាទទោះបីជាយើងនៅលើទឹកនៅក្នុងទឹកនៅលើអាកាសនៅក្នុងដីក៏ដោយក៏អត់មានក្តីសុខដែរនឹងត្រូវវិនិច្ឆ័យបើថាយើងបាត់ព្រហ្មវិហារធម៌ទាំង4នៅក្នុងខ្លួនបាទដូច្នេះយើងឃើញថារឿងមួយហ្នឹងបើយើងយកមកបកស្រាយមានន័យប្រកបច្រើនគ្រប់បែបយ៉ាងដែលទូលមានហើយសុទ្ធតែជាប្រកបនៃល្អៗដែលដូនតាយើងបានបន្សល់ទុកមកបាទបាទដូច្នេះការបកស្រាយហើយនឹងបាទធ្វើសេចក្តីអធិប្បាយនិងរៀបរាប់ពីបាទការចូលឆ្នាំខ្មែរយើងតាក់ទងទៅនឹងរឿងព្រេងកបិលមហាព្រហ្មបាទ
và chọc và năng chọc bằng phôn và dương khơi tha này rương cái bom hà prom nâng cứ dương mà nè cua tại đằng và cua tại vô vì dương thưa bị thi đang rô nằm hay nhom bị comment cả nhom mình sâu chạp vào này tao khơi cái thưa đúng mình sâu chạp vào này bằng phôn mà đó chập đam chắc luôn chập đam trong đằng trong vô thang hai đấy bằng kỹ thuật chỉ riêng rồi nằm trong khăn mà lại bà tăng bị prin này tăng bị đau mà và dương mưa tao cứ ắt này chờ chẳng bà được này happy new yearទាំងអស់គ្នាបងប្អូនបាទហើយឥឡូវនេះខ្ញុំជីកទូកកំសាន្តបងប្អូនបាទតែសារអាកាសធាតុក្តៅបាទមកជីកទូក1ម៉ោងបងប្អូនហើយឡើងទៅវិញដើរលេងទៀតបាទឥឡូវកំសាន្តលើទូកទាំងអស់គ្នាបងប្អូនបាទរីករាយមើលទិដ្ឋភាពពេលរាត្រីនៅទន្លេចតុមុខបងប្អូនលែងស្មាក់លែងជឿពាក្យសំដីប្រខ្លះបដូរភ្លាមតួទឹកនៃខ្ញុំហូរคล้ายជាឈាមក៏បងគ្មានស្រណោខ្ញុំមកស្បាត់ឈប់ជឿហើយគេចាប់ប្រសុខចិត្តរស់ម្នាក់ឯងវាខាស្នេហ៍បាត់នោះបាត់តែក្នុងចិត្តប្រែក្រឡាមិនទៀតឲ្យស្រីលងចង់បំភ្លេចក៏មិនលែងស្មាក់លែងជឿពាក្យសំដីប្រខ្លះបដូរភ្លាមតួទឹកនៃខ្ញុំហូរคล้ายជាឈាមក៏បងគ្មានស្រណោខ្ញុំមកស្បាត់ឈប់ជឿហើយគេចាប់ប្រសុខចិត្តរស់ម្នាក់ឯងវាខាស្នេហ៍បាត់នោះបាត់តែក្នុងចិត្តប្រែក្រឡាមិនទៀតឲ្យស្រីលងចង់បំភ្លេចក៏មិនបានព្រួយរឿងប្រាក់ខែមានទេស្រីបងទុកឲ្យទាំងអស់ដើរហឺហាណែឃើញតែចូលបាតែឲ្យស្រីណាស្រណោព្រោះតែរូបបងនៅកំលោះបានជួបស្រីស្រស់ដូចជារូបអូនស្កំលោះហងប្រុសសួនយ៉ាងតែប្រពន្ធពូនកូនជាងមួយផ្លូវ
បើយើងធ្វើដំណើរទៅមុខទៀតបងប្អូនយើងទៅដល់ច្រាំងកោះនារីបងប្អូនបាទទៅដល់ហ្នឹងបានយើងត្រឡប់មកវិញបាទលំហែ1ម៉ោងនៅលើបាទទន្លេបាទត្រជាក់ស្រួលបាទហើយលហើយស្រួលបាទខ្យល់លហើយចង់ខ្លាំងបងប្អូនបាទខុសពីនៅលើគោកឆ្ងាយណាបាទអង្គុយលើគោកហ្នឹងគឺក្តៅស្អុះបែកញើសបាទញ៉ាំឲ្យអត់ឆ្ងាញ់បាទតើទិញអីមកអង្គុយបាទអង្គុយ relax លើទូកបងប្អូនបាទខ្យល់លហើយស្រួលត្រជាក់ល្មមហើយយើងញ៉ាំអាហារក៏ឆ្ងាញ់ហើយអាកាសធាតុក៏បរិសុទ្ធបងប្អូនបាទនៅខាងលើនឹងក្តៅផងហើយវាឈួលពីកំពង់លូផងធំក្លិនផងបងប្អូនបាទនៅលើអត់ល្អមកនេះបាទដូច្នេះកន្លែងដែលយើង escape ពីកន្លែងធុញថប់កន្លែងក្តៅមានតែមកនៅលើទូកបាទ1ម៉ោងបាទលហើយស្រួលបាទទិដ្ឋភាពទន្លេបួនមុខបាទនៅពេលរាត្រីគឺស្រស់ស្អាតបាទទោះបីជារដូវប្រាំងក៏ដោយយើងមើលទៅគឺឃើញស្អាតដូចតែពេលរដូវទឹកច្រើនចឹងបងប្អូនបាទប៉ុន្តែតាមពិតទឹកនេះស្រកដល់កម្រិតទាបមែនទែនបងប្អូនបាតទន្លេប៉ុន្តែចង់ពុបជួបនឹងប្រុសតាចង់ស្រីបានបងយកទៅធ្វើទេទៅផ្សារទិញអីបងស៊ូកាន់អើយបងអើយខ្ញុំមិនដោយទោះជាម៉ែលើកអើយក៏មិនយកតែមកពីអូននៅព្រួយរឿងប្រាប់ឃើញមែនទេស្រីបងទុកអើយទាំងអងយ៉ាហាណៃឃើញតែចូលបាតើអើយស្រីណាស្រណងព្រោះតែរូបបងនៅកំលោះបានជួបស្រីស្រស់ដូចជារូបអូនកំលោះហងប្រុសស្រួនយ៉ាងតិចប្រពន្ធពួនកូនជាមួយភ្លូនដើរតែបោកគេឲ្យស្រឡាញ់ស្ងួនឆាប់ថយទៅខ្ញុំមិនត្រូវការបងទេឆាប់ថយទៅខ្ញុំមិនត្រូវការបងទេបាទទូកយើងធ្វើដំណើរទៅរកច្រាំងបាទមុខផ្វែងឲ្យបងប្អូនបាទយើងធ្វើដំណើរតទៅមុខទៀតបាទបន្ទាប់ពីត្រឡប់មកពីខាងកោះនារីវិញបងប្អូនយើងធ្វើដំណើរទៅឡើងច្រាំងវិញបាទហើយខ្ញុំនឹងធ្វើដំណើរទៅទស្សនាកន្លែងគេរីហ៊ីសលបាទកន្លែងគេសមបាទភីវហយាត្រាតទៀតអត់ទាន់ចប់ទេបងប្អូនគេថាខ្ញុំចាស់ពីច្រើនណាស់តែខាងស្រីតើរស់នៅធ្វើអ្វីខ្លួនដីធ្វើការពុំបានបងធ្វើការហាត់ខំរាល់ខែឆ្នាំមិនដែលខកខានបារូបបងខ្លាំងដូចហន់មើលអូនបូជាប្រាណសូមជាប់និស្ស័យអូនបូជាប្រាណសូមជាប់និស្ស័យបងចេះចាស់ធ្លាប់ចេះបាញ់ចង់ទាំងចំណៃអូនក៏ចេះធ្លាប់ប្តីយកថ្ងៃមិនអើយមានមកសំណាងអូនណាស់ស្រឡាញ់ប្តីចាស់ដូចជារូបបងសូមទិញឡានថ្មីឲ្យស្រីផងយកជីសាសងទៅលេងបូកូជីសាសងទៅលេងអង្គ
គេថាខ្ញុំចាស់ពីច្រើនណាស់តែខាងស្រីស្រី តើរស់លើធ្វើអ្វីខ្លួនដីធ្វើការពុំបាន បងធ្វើការហាត់ខំរាល់ខែឆ្នាំមិនដែលខកខាន បើរូបបងខ្លាំងដូចហន់មើលអូនបូជាប្រាណសូមជាប់និស្ស័យអូនបូជាប្រាណសូមជាប់និស្ស័យ បងចេះចាស់ធ្លាប់ចេះបែកចុកទាំងចំណៃ អូនក៏ចេះធ្លាប់ដែរ បាទលោកទូកយើងបាទគៀកមកខាងច្រាំងបងប្អូនបាទបងប្អូនយើងមួយចំនួនក៏នាំគ្នាទៅឈរចាំខាងមុខបាទទូកនៅរដូវចូលឆ្នាំនេះគឺរវល់ BC ណាបងប្អូនបាទចេញចូលបន្តអញ្ចឹងបងប្អូនបាទទោះជារវល់យ៉ាងណាក៏ដោយទូកនេះនៅតែតម្លៃដដែលហើយតលាយបងប្អូនបាទទៅដល់ម៉ោងគេចេញបាទគេមិនចាំដល់ពេញទេបាទដូច្នេះជិះទូកលេងយប់កំសាន្តសប្បាយហើយយើងយកខ្យល់អាកាសបរិសុទ្ធនៅលើទន្លេហើយយើងបានទទួលបាទអាកាសធាតុត្រជាក់លហើយស្រួលដូចយើងបានទទួលម៉ាស៊ីនត្រជាក់ធម្មជាតិបងប្អូនបាទលហើយស្រួលណាស់បាទខ្ញុំចូលចិត្តបងប្អូនតែមកលេងមុខវាំងហ្នឹងមិនចោលទេជិះមិនដបងសាកម្ដងទៅស្រួលទៅញ៉ាំបាទតែមកអត់ចោលទេបងប្អូនបាទ relax ហើយពិសេសទៀតយើងគេដាក់តុកដាក់កៅអីឲ្យយើងញ៉ាំអាហារនៅលើនឹងស្រេចហើយយើងមិនចាំបាច់ទិញម្ហូបចំណីនៅលើទូកនឹងទេស្រេចយើងទិញពីក្រៅមកអង្គុយញ៉ាំលើនឹងក៏បានបាទហើយយើងចង់ទិញនៅលើនឹងក៏បានដែរប៉ុន្តែគេលក់លើនឹងច្រើនតែរបស់បែបគេហៅថា junk food ទេបងប្អូនរបស់ម្ហូបបែបក្លែមម្ហូបក្មេងៗបាទយើងចង់ញ៉ាំអីដែលយើងចូលចិត្តតើយើងទិញខាងលើហើយកាន់ចុះមកក្រោមបាទងាយស្រួលជាង បាទកន្លែងនេះកន្លែង anchor ហ្នឹងគេដាក់ទូកមួយបាទចាក់ធុងបាសឲ្យគេមាន perform បាទជិះប្រដាប់បាញ់ទឹកហោះបងប្អូនបាទសម្រាប់ឲ្យភ្ញៀវមើលបាទភ្ញៀវហ្នឹងគឺមកកកនៅកន្លែងមុខហ្នឹងច្រើនបាទទស្សនវិជ្ជាទូទៅថ្ងៃ New Year Eve បងប្អូនបាទមួយយប់មុនថ្ងៃចូលឆ្នាំខ្មែរយើងឃើញថាគេរៀបចំច្រើនបាទនៅមាត់ទន្លេនឹងពិសេសនៅចតុមុខ Walk Street ហ្នឹងគឺជាកន្លែងមួយសំខាន់ក្នុងការប្រារព្ធពិធីបុណ្យបាទនគរសង្ក្រាន្តនៅទីនេះបងប្អូនបាទដូច្នេះសង្ឃឹមថាបងប្អូនយើងនឹងទទួលការសប្បាយរីករាយនៅប្រហែលថ្ងៃខាងមុខនេះបាទលោកទូកយើងបានមកដល់ច្រាំងជាស្រេចហើយយើងនាំគ្នាធ្វើដំណើរ បាទឡើងទៅលើបងប្អូនបាទខ្ញុំទៅមើលកន្លែងផ្សេងទៀតបាទមិនទាន់ចប់ទេបាទកម្មវិធីវែងណាស់បាទខ្ញុំត្រឡប់ទៅវិញប្រហែលជាម៉ោង 8 កន្លះដល់ម៉ោង 9 បាទហើយបងប្អូនយើងក៏ចុះមកជិះទូកបន្តទៀតមានអ្នកឡើងអ្នកចុះបន្តអញ្ចឹងរាល់ម៉ោងបាទឥឡូវខ្ញុំដើរតាមផ្លូវ Walk Street បាទឆ្ពោះទៅទស្សនាកន្លែងគេបាទគេសមបាទរបាំផ្សេងសម្រាប់ពិហៈយាត្រាពេលចូលឆ្នាំផងដែរបងប្អូនបាទអត់ទាន់ចប់ទេបាទខ្ញុំមើលហើយខ្ញុំចេញទៅជិះទូក1 ម៉ោងមកវិញឃើញគេនៅសមតដែរ ងូតទឹកកំសាន្តបងលួយមើលស្រីត្រូវមិត្តភក្តិច្រើនធ្វើមិនដេចនឹងបានងូតទឹកចិត្តស្រីអូស្រអែមមាសបងអូស្រអែមដងទឹកសង្កែ ទឹកហូរកាត់សាច់ដោយក្បាច់ចម្លាក់ទឹកជ្រៅឯមីបងអូស្រែងដងស្ទឹងសងខែ
បាទបងប្អូនយើងមកទស្សនាការសមច្រើនណាស់បងប្អូនអត់ទាន់ចប់ទេបាទខ្ញុំនៅមើលយូរពេកក៏អត់ទាន់ចប់ហើយខ្ញុំត្រឡប់ទៅមុនបងប្អូនបាទបងប្អូនគ្មានពេលមកមើលដើរលេងចូលឆ្នាំមកលេងថ្ងៃព្រីបាទយើងមក preview មុនចូលឆ្នាំនេះក៏ល្អដែរបាទគេរៀបចំបាទបញ្ចប់ពីស្អែកទៅគឺបាទការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្លាំងពេកទុះគ្រាប់ដៃគង់ប្រតតាំងបានគុំដៀខ្លាំងពេកទុះគ្រាប់ដៃគង់ប្រតតាំងបានត្រឹមតែច្រៀងតែមុនប៉ុនមកត្រឹមតែច្រៀងតែមុនប៉ុនមកប្រោះច្រៀងបានមិនឲ្យខ្មាស់ស្រីទេបាទបន្តទៅទៀតបងប្អូនបាទមិនទាន់ចប់ទេបាទខ្ញុំមើលមកសន្ទុះទៀតហើយហើយខ្ញុំធ្វើដំណើរត្រឡប់ក្រោយវិញបាទដើរមើលការ perform ផ្សេងទៀតបាទនៅតាមផ្លូវនឹងពិសេសមានរបាំឆៃយ៉ាំមានរបាំត្រុតបាទពិសេសដល់ចូលឆ្នាំសបោបងប្អូនបាទតាមផ្លូវហើយនឹងមានក្មេងៗរាំ hip hop ឯផងបាទហើយពីខាងក្រោយនៅមាត់ទន្លេក៏គេកំពុងបាញ់កំជ្រួចឲ្យបងប្អូនយើងមើលដែរបងប្អូនបាទ
ទៅទៀតបងប្អូនបាទទស្សនាទស្សនភាពដែលការសមរបាំផ្សេងនៅមុខវត្តណាឡោមបងប្អូនបាទសម្រាប់ថ្ងៃចូលឆ្នាំទាំងមូលចូលក្រឹមអីចូលក្រឹមឃើញភ័ក្រញញឹមគួរឲ្យស្នេហាចូលក្រឹមអីចូលក្រឹមឃើញភ័ក្រញញឹមគួរឲ្យស្នេហាអូនអើយកូនចៅអ្នកណាអូនអើយកូនចៅអ្នកណាឬកូនទេវតាមកពីសុគីឬកូនទេវតាមកពីសុគីខ្លាំងពេកឆោងឆាយគឺគុំធ្វើមមគុំធ្វើមមគុំវារខំខ្លាំងពេកឆោងឆាយរៀងនឹងច្បាស់ជាមេម៉ាយរៀងនឹងច្បាស់ជាមេម៉ាយមិនខ្ចីគេស្ដាយនាំខាតទឹកភ្នែកមិនខ្ចីគេស្ដាយនាំខាតទឹកភ្នែកអើយកងអើយំស្រែកប្រលឹងអើយកងអើយំស្រែកព្រោះអូនប្រកាយទៅបងប្រកាន់ព្រោះអូនប្រកាយទៅបងប្រកាន់ចូលក្រឹមអីចូលក្រឹមឃើញភ័ក្រញញឹមគួរឲ្យស្នេហាចូលក្រឹមអីចូលក្រឹមឃើញភ័ក្រញញឹមគួរឲ្យស្នេហាអូនអើយកូនចៅអ្នកណាអូនអើយកូនចៅអ្នកណាឬកូនទេវតាមកពីសុគីឬកូនទេវតាមកពីសុគីខ្លាំងពេកឆោងឆាយគឺគុំធ្វើមមគុំធ្វើមមគុំវារខំខ្លាំងពេកឆោងឆាយរៀងនឹងច្បាស់ជាមេម៉ាយរៀងនឹងច្បាស់ជាមេម៉ាយមិនខ្ចីគេស្ដាយនាំខាតទឹកភ្នែកមិនខ្ចីគេស្ដាយនាំខាតទឹកភ្នែកអើយកងអើយំស្រែកប្រលឹងអើយកងអើយំស្រែកព្រោះអូនប្រកាយទៅបងប្រកាន់ព្រោះអូនប្រកាយទៅបងប្រកាន់
បាទខ្ញុំធ្វើដំណើរទៅមុខទៀតបងប្អូនបាទទស្សនាទស្សនភាពការសម្ដែងការរាំផ្សេងរបស់ក្រុមយុវជនតាមដងផ្លូវរហូតបងប្អូនបាទសូមទស្សនាទស្សនភាពបន្តទៅទៀតបាទរហូតដល់ចុងបញ្ចប់បងប្អូនបាទ បាទបន្តដំណើរមុខទៀតបងប្អូនបាទខ្ញុំដើររហូតត្រឡប់ទៅរហូតទៅដល់មុខសាលមហោស្រពបាទសាលសន្និសិទចតុមុខបងប្អូនបាទស្រីតូចច្រឡឹងមិនបាច់ខំប្រឹងតែងខ្លួនទេស្រីច្រឡឹងមិនបាច់ខំប្រឹងតែងខ្លួនទេស្រីស្រស់ដោយរូបអូនមិនខ្វះទេផ្ទៃប្រោះគុំមកស្ទីស្គាល់គេកាលណាប្រោះគុំមកស្ទីស្គាល់គេកាលណាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ះពាល់ត្រឹមតែវាចាទោះស្គាល់មិនស្គាល់ខ្ញុំហ៊ានប៉ះពាល់ត្រឹមតែវាចាព្រោះតែរូបបងចាប់ចិត្តស្នេហាបើបងត្រូវ
បាទកន្លែងណាមាន perform មួយទៅមនុស្សរោមមើលបាទតាមផ្លូវហ្នឹងគឺមានហូរហែរហូតបងប្អូនបាទខ្ញុំដើរត្រឡប់ទៅអូតែលខ្ញុំវិញបងប្អូនបាទខ្ញុំមកសម្រាប់អូតែលនៅក្រុងភ្នំពេញទេដោយសារធ្វើដំណើរឆ្ងាយដែរហើយក្តៅបាទមកឲ្យសម្រាប់ហ្នឹងដើរលេងនឹងបណ្ដោយបាទខ្ញុំទៅដើររហូតទៅដល់ Naga World បាទខ្ញុំសម្រាប់នៅអូតែល Naga World បាទហើយដើរលេងនៅទីនេះបងប្អូនបាទច្រឡឹងមិនបាច់ខំប្រឹងតែខ្លួនទេស្រីស្រីតូចច្រឡឹងមិនបាច់ខំប្រឹងតែខ្លួនទេបាទតាមផ្លូវយើងឃើញបាទកូនក្មួយយើងរាំរបាំត្រុដិបងប្អូនបាទជារបាំមួយដ៏មានប្រជាប្រិយពិសេសយើងធ្វើperform របាំនេះនៅរដូវចូលឆ្នាំបងប្អូនបាទគឺជារបាំមួយដើម្បីបាទបណ្ដេញចម្រាយឧបទ្រពចេញពីភូមិស្រុកបាទដែលបងប្អូនខ្មែរយើងបានសម្ដែងរបាំនេះរាប់ចំនួនហើយបងប្អូនបាទព្រមហើយបងមិនកូនតាឲ្យចូលចែកជើងបាទអូនព្រមហើយបងមិនកូនតាឲ្យចូលចែកជើងដឹងពេញយកអូនក្នុងពេលឥឡូវស្រីតែម៉ែអើសុំរែកណាបងស្រីតែម៉ែអើសុំរែកណាបងbroken heart ស្អីងណារៀបការជាមួយអ្នកលៀនចៅប្រុសនៅបែឯងខុចចិត្តរងបាត់តាំងត្រឹមជាមួយបងប្អូនយើងចិត្តអើយចិត្តអាណិតខ្លួនបងក៏មិនស្រួលថាចិត្តអើយចិត្តអាណិតខ្លួនបងក៏មិនស្រួលគិតដល់ការរំដួលការឃើញបេះសោកថ្ងៃមានគេណែមានគេបេះទៅឆ្ងាយបងសែនស្ដាយមានអើយចុះការរំដួលលើសំណោះវើយនៅតែឯងកាសំណោះអើយសំណោះវើយនៅតែឯងក្រមុំឃើញបងកុំថ្លែងនាងបានទៅគេបងនឹងអោបយកនាងអើយខ្លាចម៉ែតែនាងជេនាងបានទៅគេក្រមុំឃើញបងចោះកុំថ្លែងសំណោះវើយនៅតែឯងស្អីក៏មានសំណោះអើយសំណោះវើយនៅតែឯង
បងសែនស្ដាយមានអើយចុះការរងដួលស្រណោះអើយស្រណោះស្រណោះបើនៅតែថាស្រណោះអើយស្រណោះស្រណោះបើនៅតែក្រុមតែបងកុំខ្លាញ់ទៀងបានទៅគេបងនឹងអោបយកញៀនលុយខ្លាចបែតតែនាងជេបងនឹងអោបយកញៀនលុយខ្លាចបែតតែនាងជេនាងបានទៅគេក៏មកគយបងចាស់កុំខ្លាញ់បាទឥឡូវពេលវេលាយើងក៏អស់ដែរបងប្អូនបាទខ្ញុំធ្វើដំណើរថ្មើរជើងរហូតទៅដល់Naga World បងប្អូនកាលខ្ញុំមកក្តៅបាទខ្ញុំជិះ pass up មកអស់តែជាង 4000 រៀលទេបងប្អូនបាទ 4500 រៀលបាទត្រឡប់ទៅវិញនេះខ្ញុំដើរព្រោះខ្ញុំចង់ហាត់ប្រាណបាទអត់ឆ្ងាយទេបាទដើរតិចដល់បាទខ្ញុំដើរទៅ Naga World រហូតបាទជម្រាបលាបងប្អូនទាំងអស់គ្នាពីទីក្រុងភ្នំពេញបងប្អូនបាទ Happy New Year បាទរាត្រីសួស្តី